ស្រីស្អាតកំហត់ទៅបំរើអ្នកប្រហាននេះបំរើខ្ញុំជួយល្អជាងបងនាងបងអាយុប្រហែលហើយនៅធ្វើឲ្យខូចខាតទេតើអ្នកណាជាអ្នកជ្រើសរើសបងចូលក្នុងក្រុមអង្គរៈអាក្រហមទេខ្ញុំមិនមែនជាមនុស្សដែលអាចធ្វើជានៅក្នុងអនុទេអំអញមិនមែនឯងខ្ញុំពិតជាខ្លាំងក៏ត្រូវបញ្ចប់ភារកិច្ចសិនដែរមិនអញ្ចឹងពួកយើងនឹងត្រូវស្លាប់ហើយណាអង្គរៈអាក្រហមរបស់នគរអានយើងចាប់សោកក៏មានអូតូចំនួន20នាក់អ្នកណាឲ្យអ្នកប្រហានពេញចិត្តនឹងបងម្នាក់ទៅឆាប់រៀបចំខ្លួនទៅជួបគេទៅគេត្រូវពំពួកគេឲ្យបានល្អឆាប់ឲ្យគេរៀបចំជូនបងទៅដំណាក់វិញលើកនេះកងទ័ពនគរអានយើងទទួលបានជ័យជំនះឬក៏អត់គឺសង្ឃឹមលើបងហើយណាអញ្ចឹងគេក៏យ៉ាងមិនទៅគេបងមិនបាច់បារម្ភទេខ្ញុំមានឆ្នាំរីករាយហើយពេលដែលគេដឹងខ្លួនវិញមានតែចាំថាខ្លួនឯងគឺផឹកស្រាស្វឹងតែប៉ុណ្ណោះបន្ទាប់មកក៏យល់សពឃើញរឿងដែរសរៀងនឹងស្រាប់ស្រាមួយបន្ទាប់មកគេមិនបាច់ធ្វើជាមនុស្សប្រុសទៀតទេអ្នកប្រុសថ្ងៃនេះនាងក៏អូបដល់ហើយមិនបានទេទីនេះមិនបានទេអ្នកប្រុសខ្ញុំមិនចង់នៅក្នុងផ្ទះម៉ាក់ម៉េចនោះទៀតទេពេលពិធីជប់យើងបញ្ចប់ហើយលោកអាចនាំខ្ញុំទៅសំណាក់វិញបានទេល្អចាំពេលពិធីជប់លៀងបញ្ចប់ហើយខ្ញុំនាំនាងទៅសំណាក់វិញជិះនេះធ្វើជាប្រពន្ធចុងអរគុណអ្នកប្រុសចាប់ដើមលោកម្ចាស់របស់សំណាក់លីវតាវមកដល់ហើយសំណាក់លីវតាវលោកម្ចាស់ចៅលោកម្ចាស់ចៅលោកចេញមកដល់សូមទូតដល់មកបានទៅទទួលលោកគួរសងពីហើយពិធីបុណ្យកំណើតរបស់លោកបើខ្ញុំទទួលបានលិខិតអញ្ជើញដែរមិននឹងអាចមិនមកបានទៅសូមជួយលោកម្ចាស់ភ្លេងរំទៅលោកម្ចាស់តើមានរឿងអីទៅឃ្លាបន្ទាន់គឺនិយាយថាមេតបច្បាំងស្លាប់100ដងព្រះអង្គកំពុងតែធ្វើជាមេតបធំចេញច្បាំងជាមួយនគរអានពលលោកបែរជាព្រះអឿនថ្លាមធំដាក់បណ្ដាសាព្រះអង្គពិតជាមានទោសសមនឹងស្លាប់ទាំងអស់គ្នាមែនលោកម្ចាស់កុំខឹងអីខ្ញុំមិនហ៊ានមានកំណត់បែបនេះទេពួកយើងមិនហ៊ានមានកំណត់ចឹងទេលោកម្ចាស់ឆាដូចជាឆាបារម្ភនៅពិធីបុណ្យកំណើតណាគឺខ្ញុំលោកក្លៅធ្វើប្រហែលពេលប្រហែលទៅរនុកក្នុងនគរអានបកកខ្លួនក្នុងសម្រាប់លោកម្ចាស់ខ្លាយក្រែងទៅនៅក្នុងចំណោមអំណាចទាំងអស់លីឡំទៅដោយវត្ថុដែលអាចនាំទៅដឹកខ្ញុំបានសូមលោកម្ចាស់យកទៅពិនិត្យមើលទៅអង្គុយចុះទៅអរគុណលោកម្ចាស់អ្នកប្រុសចាចេញរបស់ស្ដេចលីតានេះគឺផ្ដេសផ្ដាស់ពេកទេដឹងគេកំពុងតែធ្វើបុណ្យកំណើតហើយមកចាប់ចម្រិតទីប្រាក់បើចំហច្បាស់បើឯងមកចង់រស់ទេគឺអញនិយាយឲ្យខ្លាំងជាងនេះបន្តិចទៀតបានឯងស្មានថាពេលនេះគឺសំណាក់លីតាដូចជាពេលដែលយានជើគេគ្រប់គ្រងឯងប្រហែលជាភ្លេចថាខែមុនលោកម្ចាស់ជើស្លាប់ចាំមិនហើយអាចារ្យអ្នកប្រុសរំលឹកបានល្អលោកម្ចាស់បែបនេះភាពសង្ស័យដែលនៅជាប់ខ្លួនរបស់ខ្ញុំគឺអាចរំសាយចោលបានហើយមានតែប្រាក់សំណងដែលជិលមកកប់មកជូនមកគ្មានជិលមកកប់ទេលោកម្ចាស់និយាយត្រូវពួកគេសុទ្ធតែជនបង្កប់អញ្ចឹងគឺអស់ចេញទៅប្រហារជីវិតសម្រាប់ដំណងប្រាថ្នាមួយជូនលោកទៅចុះទទួលបញ្ជាទីណា
លោកម្ចាស់ទុកបណ្ដាផងលោកម្ចាស់លោកម្ចាស់ពីបណ្ដាយើងផងលោកម្ចាស់លោកម្ចាស់អ្នកម្ចាស់ជិបខ្ញុំផងអ្នកម្ចាស់អ្នកបាខ្ញុំផងលោកម្ចាស់អ្នកបាអ្នកបាខ្ញុំផងលោកអ្នកបាអ្នកបាខ្ញុំផងតាទៅបាទលឿន លោកម្ចាស់លោកតែខ្ញុំទេខ្ញុំត្រូវគេមកបង្កាត់ទេត្រីសាខ្ញុំនឹងថានាងត្រូវគេមកបង្កាច់ទេតែនរណាឲ្យនាងមកចំពេលដែលលោកម្ចាស់ចៅគ្មានប្រាក់លើកជង្គង់បាយមុខទៅត្រាស់ទៅលើកជង្គង់ឆាប់ឡើងគិតយ៉ាងម៉េចតែកុំខ្លាចអីបន្តិចទៀតធ្វើតាមខ្ញុំចាប់សិនលោកម្ចាស់នៅលើខ្លួនរបស់ខ្ញុំមានតបមកគ្រាប់ខ្ញុំប្រាប់ប្រកល់ជូនឡងគ្រាន់តែចង់បានសាកសពពេញលេញមួយតែប៉ុណ្ណោះជាមនុស្សដែលចេះក្បាច់គុណទៀតផងលោកតាន់កុំអានសម្រាប់អីមើលមុខរបស់គេដូចជាអង្គរៈអាវក្រហមរបស់នគរអានអញ្ចឹងនៅពេលដែលអញចូលក្នុងជំរំចាប់សំនោះគ្រូបង្វឹកមិនចាប់រៀនអញទេប៉ុន្តែយ៉ាងណាក៏ពួកយើងធ្លាប់ស្គាល់គ្នាដែរអញជាអ្នកណាទេហេតុអីក៏អញពូកែយ៉ាងនេះក្រែងអញចង់បានសេរីភាពណាស់ហើយពេលនេះគឺជាឱកាសដ៏ល្អមនុស្សនៅក្នុងបក្សសាខាមិនដឹងថាក្នុងចំណោមមនុស្សដែលស្លាប់គ្មានពួកយើងទេតែរាល់ពេលកន្លះឆ្នាំចាប់សារយើងគឺត្រូវផាត់ថ្នាំបន្សាបតែអាចរត់បានពេលនេះពួកយើងរត់បានពឹសបន្តិចនេះមិនសមនឹងរំលឹកទេឲ្យតែនឹងមុនពេលដែលពឹសរើឡើងមួយថ្ងៃថ្នាំតាហូង 5G ពឹសអាចបន្សាបបានហើយប៉ិតមែនទេជឿរអត់ស្រេចតែអញចុះបែរក៏អាចដឹងរឿងច្រើនយ៉ាងនេះតាមធ្វើដែររបស់ឯងសូម្បីតែពេលស្កាត់ជនអាស្វាយក៏អាចធ្វើបានដែរមិននឹងអាចធ្វើជាចាប់សោះទេខ្ញុំពិតជាល្ងងមែននៅទុកអញជានារីទន់ខ្សោយមិនចេះអ្វីទាំងអស់ទៀតខ្ញុំមិនមែនជាអ្នកណាទាំងអស់គ្រាន់តែជាប្លឹងខ្មៅមួយប៉ុណ្ណឹងពេលនេះអញតែជាមួយខ្ញុំដែរទេអត់ទេខ្ញុំត្រូវត្រឡប់ទៅបក្សសាខាវិញបងអ៊ីនៅទីនោះនៅឡើយទេខ្ញុំមិនអាចទៅម្នាក់អញបានទេហេតុអីក៏អញចង់ធ្វើជាចាប់សោះសាំងបណ្ដុលបងប្រុសខ្ញុំឈឺម្ដាយខ្ញុំមានតែយកខ្ញុំទៅលក់តែប៉ុណ្ណោះហេតុអីក៏បងប្រុសអញឈឺហើយម្ដាយអញចង់យកអញមកលក់ឬមួយជីវិតរបស់អញមិនមែនជាជីវិតទេ10 ឆ្នាំមុនប្រុសតែមនុស្សប្រុសម្នាក់គ្រួសារឯងបានយកឯងមកលក់10 ឆ្នាំក្រោយឯងចង់លាក់បងជីវិតខ្លួនឯងដើម្បីមនុស្សប្រុសម្នាក់ទៀតតើសមដែរទេសមខ្ញុំនឹងបងអ៊ី